នេះខ្ញុំបង្ហាញពីការចូលទៅបិទ channel ឬកាមេរ៉ាតាមទូរស័ព្ទដៃដោយប្រើ app Hiknic យើងចង់បិទក៏បានបើក៏បានទៅថាយើងអត់ចង់ឲ្យឃើញនៅ channel ណាមួយយើងអត់ចង់ឲ្យអ្នកដទៃឃើញដែល cloud នឹងយើងប្រើរួមគ្នាអញ្ចឹងណាអញ្ចឹងយើងចូលទៅក្នុង app មកចូល app របស់ Hiknic នេះមក app នេះជា app view camera អញ្ចឹងគេថាយើងបើកមើលចាយើងវាឃើញទាំង4អញ្ចឹងគេថាយើងចង់បិទនៅ channel ណាមួយឲ្យឃើញតាមទូរស័ព្ទដៃអញ្ចឹងយើងចូលទៅ setting នេះកន្លែងចុច3ចុងខាងលើខាងស្ដាំហ្នឹងចុចកន្លែងហ្នឹងមកចូល setting មកអញ្ចឹងយើងឃើញគេដាក់ថាcamera for camera in total ចុចកន្លែងហ្នឹងមកយើងឃើញទាំងអស់ឃើញកាមេរ៉ាមាន4កាមេរ៉ាអញ្ចឹងចង់បិទទីម៉ានឧទាហរណ៍យើងចង់បិទទី3អញ្ចឹងចុចលើទី3មកយើងឃើញគេដាក់ថា display on home page ហ្នឹង on អញ្ចឹងយើងចង់បិទយើងចុចបិទមកកន្លែងហ្នឹងពេលយើងចុចបិទទៅគឺ channel មួយហ្នឹងគឺលេងឃើញហើយអញ្ចឹងនេះគឺជាវិធីសាស្ត្រក្នុងការចូលទៅបិទ channel កាមេរ៉ាណាមួយចង់បិទឬក៏បើកវិញតាមរយៈ app Hiknic ហ្នឹងគឺយើងអាចចូលតាមវិធីសាស្ត្រហ្នឹងបាន